ជំរាបសួរបាទមិត្តភ័ក្តិបងប្អូននៅក្នុងបណ្ដាញ social media បាទថ្ងៃនេះខ្ញុំចែករំលែកផលិតផល Shaklee ហើយនឹងព្រោះឥឡូវនេះផលិតផល Shaklee ទៅដល់ប្រទេស New Zealand ហើយហ្នឹងណាបងប្អូននៅប្រទេស New Zealand ណាបងប្អូនចង់ប្រើផលិតផល Shaklee នេះបាទតាក់ទងខ្ញុំបាទដូចនៅអូស្ត្រាលីអីហ្នឹងក៏ដូចគ្នាដែរបាទដូច្នេះហើយបងប្អូនមុននឹងប្រើផលិតផល Shaklee នេះខ្ញុំសូមណែនាំថាផលិតផលនេះគេរកឃើញ100ឆ្នាំជាងហើយតែគេធ្វើនៅស្រុកអាមេរិកបងប្អូនហើយម្យ៉ាងទៀតរបស់នេះអត់មានលក់នៅតាមសាធារណៈទេអត់មានលក់នៅតាម store ទេបងប្អូនមិនអាចចូលទៅទិញតាម store បានទេបើបងប្អូនមិនស្គាល់អ្នកដែលប្រើអ្នកដែលណែនាំបងប្អូនណាព្រោះអ្នកដែលរកឃើញផលិតផលនេះគេមានជំនឿខ្លួនគេថាគេឲ្យឃើញនឹងភ្នែកកាលណាយើងឃើញនឹងភ្នែកវាប្រសើរជាងនឹងយើងលឺនឹងតិចមែនណាដូច្នេះរបស់នេះគឺជាឱសថបុរាណសុទ្ធសាធបងប្អូនហើយម្យ៉ាងទៀតរបស់ដែលអស់សមាជិកខ្ញុំទាំងអស់គ្នាខ្ញុំសូមមេត្តាកាលណាបងប្អូនឃើញអស់បងប្អូនដូចជារបស់នេះតំទិញខ្ញុំទិញតំបានម្ដងព្រឹកឥឡូវអស់ដូចគ្នាអូខេរបស់ដែលអស់បើសិនជា back order មានន័យថាយើងអាចទិញបានយើងអាចដាក់ឈ្មោះទៅយើងអាចឲ្យលុយគេទៅកាលណាមានគេឲ្យគេផ្ញើមកឲ្យយើងតែបើ our stocks ដាក់ទៅអត់ចេញមកគេយើងមិនអាច add ទៅ card យើងបានទេផលិតផលនេះបងប្អូនគេហៅថាផលិតផលបង្គ្រប់ធ្វើឲ្យរាងកាយយើងនឹងរឹងមាំមនុស្សយើងម្នាក់បងប្អូនគិតអ្នកខ្លះអាយុវែងមានសំណាងដោយសារអាហារដែលយើងពិសាហ្នឹងត្រូវយើងអាយុវែងនិយាយថាហើយអ្នកខ្លះហ្នឹងអាយុក្មេងទេប៉ុន្តែឈឺច្រើនថាអីដោយសារអាហារដែលយើងញ៉ាំហ្នឹងវាអត់គ្រប់គ្រាន់អញ្ចឹងហើយបានជា Dr. Shaklee ក៏ប្រើពាក្យមួយថា you are what you eat ដោយខ្មែរយើងមានន័យថាយើងញ៉ាំអ្វីបានហ្នឹងណាយើងដាំអ្វីបានហ្នឹងដូចយើងដាំដើមផ្លែដូងដើមដូងបានផ្លែដូងដាំត្នោតបានផ្លែត្នោតអញ្ចឹងណាដូចគ្នាផលិតផលនេះដូចគ្នាដូច្នេះរាងកាយយើងទាំងអស់គ្នាយើងដឹងហើយកាលណាយើងទៅចាស់តិចទៅគឺរាងកាយយើងនឹងបែកបាក់អញ្ចឹងរបស់នេះវាជួសជុលកោសិកាយើងនឹងឲ្យរស់ឡើងវិញបាទអូខេធ្វើឲ្យយើងនឹងមានសុខភាពល្អបាទហើយមួយយ៉ាងទៀតបងប្អូនដែលចង់បញ្ចុះគីឡូនេះគេហៅ 5 day reset នេះបងប្អូននេះ 5 day reset នេះឥឡូវវាមាន20% ចុះបាទវាចុះ 20% ប៉ុន្តែសម្រាប់តែខែនេះទេដូច្នេះបងប្អូនទិញបងប្អូនអត់មាន pass អត់មាន promotion code ទេបងប្អូនគាត់ដាក់ទៅវាចុះឲ្យយើងអូខេហើយបងប្អូនអ្វីដែលខ្ញុំចែកចាយបងប្អូននេះបងប្អូនទៅតាមដានមែនតើជាពិសេសខ្ញុំចង់ឲ្យបងប្អូនដែលប្រើបាទបើសិនជាបងប្អូនជាវទៅបងប្អូនញ៉ាំទៅបងប្អូនអត់ចូលចិត្តបងប្អូនយកទៅសបកយកទៅឲ្យគេជូនលុយបងប្អូនវិញអស់បងប្អូនសួរតើមើលតើមានអីមិនមែនតើសម្រាប់តើអសតទេទោះបីរបស់ប្រើនៅក្នុងផលិតផល Shaklee ហ្នឹងក៏ដោយហើយមួយយ៉ាងទៀតប្រទេសនីមួយខុសគ្នាអ្នកដែលនៅអាមេរិកយើងទិញនៅអាមេរិកអ្នកកាណាដាទិញនៅកាណាដានៅ New Zealand ទិញ New Zealand យើងមិនអាចនៅកាណាដាមកទិញអាមេរិកបានអត់បានទេឬក៏នៅអូស្ត្រាលីមកទិញ website អាមេរិកបានអត់ទេដូច្នេះវាមាន website រៀងខ្លួនអូខេហើយមួយយ៉ាងទៀតបើសិនជាបងប្អូនញ៉ាំទៅត្រូវតើបងប្អូនធ្វើយ៉ាងម៉េចកុំឲ្យយកលុយយើងនឹងទៅទិញផលិតផលហ្នឹងអូខេយើងធ្វើម៉េចយកកុំឲ្យយើងចិញ្ចឹមក្រុមហ៊ុនយើងធ្វើម៉េចឲ្យក្រុមហ៊ុននឹងចិញ្ចឹមយើងណាបងប្អូនត្រូវសិក្សាស្រាវជ្រាវបាទព្រោះពួកខ្ញុំនឹងណែនាំបងប្អូនថាធ្វើម៉េចរកលុយបានពីក្រុមហ៊ុនវិញហើយយើងអត់មានថវិកាអីដើម្បីធ្វើ business អានេះគឺជា passive income មួយដែលបងប្អូនចង់រកចំណូលក្រៅមកណាតាមដានផលិតផលនេះខ្ញុំនឹងណែនាំប្រាប់បងប្អូនបាទអូខេហើយសំខាន់បំផុតហ្នឹងគឺបើសិនញ៉ាំមិនត្រូវខ្ញុំអាចធានា100%យកលុយឲ្យបងប្អូនវិញមួយសេនក៏មិនដែរបាទហើយទី2បើយើងញ៉ាំត្រូវធ្វើម៉េចរកលុយបានមកវិញកុំយកលុយហប៉ៅយើងទៅទិញផលិតផលហ្នឹងបាទហើយទី3របស់នេះយើងកាន់ឲ្យយើងចែកចាយទៅតកូនតចៅរបស់ហ្នឹងយើងអាចពេលណាយើងស្លាប់ទៅយើងអាចឲ្យអ្នកដទៃទៅជំនួសយើងបានដើម្បីបាទអូខេបាទអរគុណច្រើនបងប្អូនបាទខ្ញុំមានប៉ុណ្ណឹងថ្ងៃនេះបាទជម្រាបលាបាយបាយ